ព្រះខ័នរីស្វារៀងគឺជាក្រុមដំបូងគេនៅលីកកំពូលកម្ពុជាដែលឈ្នះពានរង្វាន់លីកកំពូលកម្ពុជា3រដូវកាលជាប់គ្នាបន្ទាប់ពីពួកគេបានយកឈ្នះ MOI កំពង់ដេវ៉ាដោយលទ្ធផល2-3កាលពីសប្តាហ៍ទី28កន្លងទៅជ័យជំនះ2-3លើ MOI កំពង់ដេវ៉ាធ្វើឲ្យពួកគេមាន65ពិន្ទុឈរនៅកំពូលតារាងដាច់ឆ្ងាយពីក្រុមលេខ2ភ្នំពេញក្រោនរហូតដល់ទៅ15ពិន្ទុស្របពេលដែលការប្រកួតលីកកំពូលកម្ពុជារដូវកាល2025-2026នៅសល់តែ4ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលទៅហើយសូមបញ្ជាក់ថាព្រះខ័នរីស្វារៀង3រដូវកាលនេះពួកគេបានបង្ហាញការលេងយ៉ាងលេចធ្លោរហូតដល់បានក្លាយជាក្រុមដំបូងគេដែលឈ្នះពានរង្វាន់លីកកំពូលកម្ពុជា3រដូវកាលជាប់គ្នាពលគឺរដូវកាល2023-2024 រដូវកាល2024-2025 និងរដូវកាល2025-2026 គួររំលឹកផងដែរថាកត្រឹមរដូវកាល2025-2026នេះព្រះខ័នរីស្វារៀងឈ្នះជើងឯកលីកកំពូលកម្ពុជាបាន5លើកហើយពលគឺលើកទី1នៅឆ្នាំ2013លើកទី2នៅឆ្នាំ2019លើកទី3រដូវកាល2023-2024លើកទី4រដូវកាល2024-2025និងលើកទី5រដូវកាល2025-2026គួរបញ្ជាក់ថាសរុបពិន្ទុត្រឹមសប្តាហ៍ទី28នៃលីកកំពូលកម្ពុជាព្រះខ័នរីស្វារៀងស្ថិតនៅកំពូលតារាងក្នុងនាមជាក្រុមជើងឯកទាំងដែលនៅសល់4ប្រកួតទៀតទើបបិទបញ្ចប់រដូវកាលក្នុងនោះ4ប្រកួតចុងក្រោយពួកគេនឹងត្រូវជួបជាមួយ Nagavel, Angkor Tiger, Bangkit និងភ្នំពេញក្រោន